បាទវីដេអូនេះដែរសូមផ្ញើជូនទៅកាន់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលមានលោកហេងរតនាជាស្នងការរងទទួលបន្ទុកផ្នែកចរាចរណ៍និងផ្ញើជូនទៅកាន់អធិការនគរបាលខណ្ឌដង្កោសូមជួយចុះពិនិត្យនិងអប់រំដល់រថយន្តទាំងអស់ដែលកំពុងតែបើកបច្ច្រាស់ទិសជារៀងរាល់ថ្ងៃបើកបច្ច្រាស់ទិសជារៀងរាល់ម៉ោងជារៀងរាល់ថ្ងៃតែម្ដងគឺនៅត្រង់ចំណុចផ្លូវ50ម៉ែត្រនៅពីខាងត្បូងស្តុបរិស័យសាញ់ឃើញថានៅចំណុចនេះគ្រប់ម៉ោងគ្រប់ពេលវេលាតែម្ដងគឺមានរថយន្តធុនធំគ្រប់ប្រភេទតែងតែបើកបច្ច្រាស់ទិសនៅត្រង់ចំណុចនេះដែលធ្វើឲ្យអ្នកធ្វើដំណើរតែងតែមានការភ័យបារម្ភចំពោះសុវត្ថិភាពចរាចរណ៍ម្យ៉ាងវិញទៀតការបើកបរដោយបច្ច្រាស់ទិសនេះគឺបានផ្ទុយទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោកដោយតម្រូវឲ្យមន្ត្រីនគរបាលចរាចរណ៍ខណ្ឌដង្កោជាពិសេសលោកស្នងការរងទទួលបន្ទុកចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញចាត់មន្ត្រីជំនាញចុះមកពិនិត្យនិងអប់រំដល់រថយន្តទាំងនោះដែលកំពុងតែបើកបច្ច្រាស់ទិសជារៀងរាល់ថ្ងៃនៅត្រង់ចំណុចនេះសូមអរគុណ